ស្វាមីភរិយានោះរស់នៅជាមួយគ្នាបានតែមួយជាស្រាប់តែរកកលនឹងលែងលះគ្នាដូច្នេះចំណុចនេះអ្នកណាក៏ធ្លាប់ជួបប្រទះដែរយើងត្រូវរកឲ្យឃើញសេចក្តីស្រឡាញ់តើសេចក្តីស្រឡាញ់ពីមុនមកវាជ្រុះបាត់ទៅណានាំគ្នាកាន់ដៃប្រិយប្រពន្ធដើររកសេចក្តីស្រឡាញ់ជ្រុះទៅណាបើឃើញហើយលើកវាឡើងមកវិញលាងទឹកវាស្អាតដាក់វាចូលបេះដូងវិញជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនិងប៉ាមានប្រធានបទពិសេសមួយមកចែកម្លែកដល់អ្នកទាំងអស់គ្នាគឺប្រធានបទគ្រួសារយើងដឹងហើយថាគ្រួសារគឺសំខាន់សម្រាប់យើងគ្រប់គ្នាដូច្នេះហើយការបង្កើតគ្រួសារមួយឲ្យកាន់តែមានសុភមង្គលនឹងគឺរត់តែពិបាកថ្ងៃនេះប៉ាគាត់នឹងចែកម្លែកពីបទពិសោធន៍ក៏ដូចជាមតិយោបល់ខ្លះៗថាតើយើងគួរធ្វើម៉េចឲ្យគ្រួសារយើងមានសុភមង្គលពេញលេញប៉ាតើប៉ាគិតថាគ្រួសារមានអត្ថន័យដូចម្តេចដែរមុននឹងយើងនិយាយអំពីគ្រួសារយើងត្រូវដឹងថាតើក្នុងគ្រួសារមានអ្នកណាខ្លះនៅក្នុងគ្រួសារមានមាតាបិតានិងបុត្រធីតាដើម្បីកសាងគ្រួសារបានទី1យើងត្រូវមានដៃគូជីវិតដៃគូជីវិតមានសារៈសំខាន់ណាស់ក្នុងការកសាងគ្រួសារមួយប្រកបដោយសុភមង្គលតើយើងត្រូវជ្រើសរើសយកដៃគូជីវិតរបស់យើងតាមរបៀបណាយើងត្រូវជ្រើសរើសយកមនុស្សម្នាក់ដែលជាដៃគូជីវិតរបស់យើងដែលមានសម្បត្តិ4សម្បត្តិទី1គឺចរិយាសម្បត្តិចរិយាសម្បត្តិគឺជាអត្តចរិតភាពថ្លៃថ្នូរសុជីវធម៌សុភាវធម៌របស់មនុស្សម្នាក់សម្បត្តិទី2គឺវិជ្ជាសម្បត្តិខ្ញុំជម្រាបជូនថាវិជ្ជាសម្បត្តិនេះមានន័យទូលំទូលាយណាស់ឧទាហរណ៍យើងបានបញ្ចប់ការសិក្សានៅវិទ្យាល័យមហាវិទ្យាល័យសាកលវិទ្យាល័យនេះគឺជាសម្បត្តិមួយដែលមានន័យទូលំទូលាយមានន័យថាយើងមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ឬក៏បណ្ឌិតវិជ្ជាសម្បត្តិមួយទៀតគឺជាចំណេះជំនាញដែលយើងអាចប្រើចំណេះនិងជំនាញរបស់យើងដើម្បីទទួលបានប្រាក់ចំណូលវិជ្ជាសម្បត្តិនេះគឺមានន័យចង្អៀតមនុស្សខ្លះមិនមានសញ្ញាបត្រនៅដូចជាបរិញ្ញាបត្រជាន់ខ្ពស់ឬក៏បណ្ឌិតទេប៉ុន្តែគាត់មានចេះជំនាញមួយឧទាហរណ៍ជាងជួសជុលរថយន្តនេះក៏ជាវិជ្ជាសម្បត្តិមួយដែរមានន័យថាគាត់អាចប្រើបច្ចេកទេសជួសជុលរថយន្តរបស់គាត់ដើម្បីទទួលបានប្រាក់ចំណូលយកមកចិញ្ចឹមគ្រួសារសម្បត្តិមួយទៀតគឺរូបសម្បត្តិនេះគឺជាចំណុចមួយដែលមនុស្សឲ្យតម្លៃខុសៗគ្នាអ្នកខ្លះចង់បានដៃគូជីវិតរបស់ខ្លួនជាមនុស្សស្អាតដូចតារាអ្នកខ្លះទៀតក៏ជ្រើសរើសយករូបសម្បត្តិក្នុងនាមជាមនុស្សសាមញ្ញធម្មតាចូលគេចុះហើយសម្បត្តិចុងក្រោយគឺទ្រព្យសម្បត្តិមានសម្បត្តិ3ខាងមុខដែលខ្ញុំបានជម្រាបជូនទ្រព្យសម្បត្តិទើបអាចកើតមានបាននេះគឺជាលក្ខខណ្ឌនៃការកំណត់សម្បត្តិទាំង4របស់មនុស្សតែខ្ញុំគិតថាលោកអ្នកអាចនឹងមានការកំណត់ខុសពីខ្ញុំទៅតាមលំដាប់លំដោយនៃការជ្រើសរើសបន្តមកទៀតយើងមានអីភាសាអង់គ្លេសខ្ញុំសូមអនុញ្ញាតនិយាយជាភាសាអង់គ្លេសមួយម៉ាត់ព្រោះខ្ញុំគិតថាសម័យនេះយុវវ័យយើងចេះភាសាអង់គ្លេសស្ទើរតែគ្រប់គ្នាភាសាអង់គ្លេសបានហៅស្វាមីឬក៏ភរិយាថា better half better គឺជាគុណនាមប្រៀបធៀបរបស់ good មានន័យថាល្អប្រសើរ half មានន័យថាពាក់កណ្ដាលដូច្នេះមានន័យថា better half ដែលជាស្វាមីឬក៏ភរិយាមិនពេញលេញទេប្រៀបដូចជាបេះដូងដែលមានតែមួយចំហៀងស្វាមីបូកនឹងភរិយាទើបคล้ายទៅជាបេះដូងទាំងមូលខ្ញុំធ្វើដៃជូនដូច្នេះ better half คล้ายជាបេះដូងមួយនេះគេចង់ជម្រាបជូនថាប្តីនិងប្រពន្ធត្រូវតែរួបរวมគ្នាទើបคล้ายជាបេះដូងមួយពេញលក្ខណៈហើយលោកអ្នកប្រកាសជាសួរខ្ញុំថាតើយើងធ្វើម៉េចដើម្បីរើសដៃគូជីវិតឲ្យបានត្រឹមត្រូវចំណុចនេះពិបាកណាស់ពីព្រោះលក្ខខណ្ឌស្ថានភាពចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់មិនដូចគ្នាទេ
ប៉ុន្តែមានឃ្លាអង់គ្លេសមួយបាននិយាយថា to have a right partner at one side is half the battle មានន័យថាប្រសិនបើយើងមានដៃគូម្នាក់ត្រូវចិត្តនៅជាមួយយើងមានន័យថាយើងទទួលបានសុភមង្គលពាក់កណ្ដាលហើយមានន័យថាយើងទទួលជោគជ័យក្នុងសមរភូមិជីវិតបានពាក់កណ្ដាលហើយ battle គឺសមរភូមិអញ្ចឹងសរុបមកវិញនិយាយពីគ្រួសារយើងត្រូវមានទី1ស្វាមីភរិយានិងបុត្រធីតាកាលណាស្វាមីនិងភរិយារួមជីវិតជាមួយគ្នាតាមច្បាប់ធម្មជាតិយើងអាចនឹងមានបុត្រធីតាបាទអញ្ចឹងនៅពេលដែលក្នុងគ្រួសារមួយមានសមាជិកណាមួយក៏ជួបការលំបាកតើក្នុងនាមយើងជាសមាជិកគ្រួសារដែរតើយើងគួរជួយគ្នាដោយរបៀបណាកាលណាយើងនិយាយអំពីគ្រួសារយើងត្រូវនិយាយអំពីតួនាទីក្នុងគ្រួសារបិតាមានតួនាទីស្វាក់ស្វែងរកប្រាក់ចំណូលដើម្បីយកមកចិញ្ចឹមគ្រួសារមាតាមានតួនាទីថែរក្សាផ្ទះសម្បែងថែរក្សាបុត្រធីតាមានតួនាទីខិតខំប្រឹងប្រែងរៀនសូត្រដើម្បីទទួលបានចំណេះវិជ្ជាកាលណាមានសមាជិកគ្រួសារណាមួយជួបបញ្ហាទី1យើងត្រូវធ្វើតាមតួនាទីរបស់យើងមានន័យថាបុត្រធីតាត្រូវតែខិតខំរៀនសូត្រដើម្បីបំពេញតួនាទីជាកូនល្អប៉ុន្តែនៅពេលដែលកូនមានបញ្ហាក្នុងការរៀនសូត្រមាតាបិតាត្រូវតែជួយដោះស្រាយបញ្ហាដល់កូនឧទាហរណ៍ដូចជាការយើងរៀនបន្ថែមដែលភាសាសាមញ្ញគេថារៀនគួរបាទយើងត្រូវខិតខំដើម្បីបណ្ដុះបណ្ដាលសមត្ថភាពឲ្យកាន់តែខ្ពស់ជួនកាលមាតាមានបញ្ហាដូច្នេះបិតាត្រូវមានតួនាទីជួយសម្រាលទុក្ខបន្ទុករបស់គាត់ជួនកាលបិតាមានបញ្ហាសុខភាពមាតាក៏មានតួនាទីជួយថែទាំសុខភាពបិតាឲ្យបានល្អប្រសើរឡើងឧទាហរណ៍ដូចជូនគាត់ទៅមន្ទីរពេទ្យជួយលើកទឹកចិត្តគាត់ជាដើមសរុបមកវិញតួនាទីរបស់សមាជិកនីមួយៗនៅក្នុងគ្រួសារមានសារៈសំខាន់ណាស់ឲ្យតែម្នាក់បំពេញតួនាទីខ្លួនឯងបានល្អនោះមានន័យថាយើងបានជួយគ្រួសារយើងឲ្យបានរឹងមាំប្រកបដោយសុភមង្គលហើយចា៎ប៉ាអញ្ចឹងចំពោះប៉ាផ្ទាល់តើកន្លងមកប៉ាបានជួបបទពិសោធន៍ឬក៏បញ្ហាអ្វីខ្លះក្នុងការធ្វើឲ្យគ្រួសារយើងមានសុភមង្គលពេញលេញសំណួរនេះល្អណាស់ពីព្រោះមាគ៌ានៃជីវិតទាំងអស់ពោពេញទៅដោយឧបសគ្គនិងបញ្ហាវាមិនមានគ្រួសារមួយណាដែលរស់នៅដោយមិនមានឧបសគ្គនិងបញ្ហាទេប៉ុន្តែភាសាអង់គ្លេសមួយបាននិយាយថា where there is a will there is a way ទីណាមានឆន្ទៈទីនោះមានដំណោះស្រាយមានន័យថាយើងត្រូវពួតដៃគ្នារវាងស្វាមីភរិយារួមជាមួយបុត្រធីតាដើម្បីដោះស្រាយបញ្ហាដែលយើងជួបប្រទះដោយឆន្ទៈមោះមុតដោយសន្តិចិត្តដោយគោលដៅរួមមានន័យថាយើងជួបរួមដោះស្រាយដើម្បីសុភមង្គលនៃគ្រួសាររបស់យើងនៅពេលដែលមានឆន្ទៈការចូលរួមនិងគោលដៅរួមនិយាយឲ្យស្រួលស្ដាប់យើងនិយាយភាសាតែមួយគ្មានបញ្ហាមានឧបសគ្គណាដែលគ្រួសារមិនអាចដោះស្រាយបានទេចា៎ប៉ាអញ្ចឹងតើប៉ាមានវិធីសាស្ត្រអ្វីខ្លះដើម្បីថាយើងធ្វើម៉េចឲ្យគ្រួសារយើងមានសុភមង្គលអញ្ចឹងណាចំណុចសំខាន់ទី1គឺស្វាមីភរិយាស្វាមីភរិយាត្រូវតែមានចំណុចទី1ចេះយល់ចិត្តគ្នាចេះយល់ចិត្តគ្នាមានន័យថាតើយើងដឹងថាស្វាមីយើងចង់បានអ្វីត្រូវការអ្វីភរិយារបស់យើងចង់បានអ្វីត្រូវការអ្វីនៅពេលយើងយល់ចិត្តគ្នាហើយទើបមកដំណាក់កាលទី2យកចិត្តគ្នាប្រសិនបើត្រឹមយល់ចិត្តហើយមិនព្រមយកចិត្តនោះមិនមាននៃអ្វីទាំងអស់ឧទាហរណ៍ខ្ញុំដឹងថាភរិយារបស់ខ្ញុំគាត់ចូលចិត្តទទួលទានអាហារនៅខាងក្រៅក្នុងមួយខែម្ដងខ្ញុំយល់ចិត្តខ្ញុំដឹងខ្ញុំយកចិត្តគាត់មានន័យថាខ្ញុំជូនគាត់នឹងបុត្រធីតារបស់ខ្ញុំទៅទទួលទានអាហារនៅភោជនីយដ្ឋានមួយខែម្ដងត្រង់នេះហើយដែលហៅថាយកចិត្តនៅពេលខ្លះខ្ញុំមិនប្រកាសថាខ្ញុំចង់ទៅទេខ្ញុំចង់ទទួលទានអាហារនៅផ្ទះជាងប៉ុន្តែដោយសារខ្ញុំយកចិត្តគាត់ខ្ញុំត្រូវតែជូនទៅហើយចំណុចចុងក្រោយគឺការតាំងចិត្តបញ្ញាចិត្តមិនបោះបង់គ្នាចោលស្វាមីភរិយាខ្លះនៅពេលដែលជួបឧបសគ្គគឺច្រើនតែមិនបានតាំងចិត្តរកដំណោះស្រាយរួមដើម្បីកសាងគ្រួសារមួយ
ដល់រឹងមាំទេច្រើនតែបែកបាក់គ្នាខ្ញុំសូមជម្រាបជូនថាគោលការណ៍យល់ចិត្តយកចិត្តនិងបោះបង់គ្នាប្រៀបដូចជាម្រាមដៃ5របស់ខ្ញុំមនុស្សកម្រមានចំណង់ចំណូលចិត្តដូចគ្នាណាច្រើនបំផុតមានតែ3ទេដែលត្រូវគ្នា1 2 3 2នេះមិនប្រកាសថាត្រូវទេដូច្នេះយល់ចិត្តគ្នានិងយកចិត្តគ្នាឈរលើគោលការណ៍អ្វីទី1ដើម្បី2នេះឲ្យត្រូវគ្នាយើងត្រូវតែរៀបចំសម្របសម្រួលគ្នាមានន័យថា1ទទួលយកអ្វីដែលខ្ញុំមិនចូលចិត្តមានន័យថាខ្ញុំអត់សូវចូលចិត្តទៅទទួលទានអាហារនៅក្រៅទេតែគាត់ចង់ទៅអញ្ចឹងខ្ញុំសុខចិត្តជូនទៅខ្ញុំអត់សូវចូលចិត្តខ្ញុំទទួលយកនៅអ្វីដែលខ្ញុំមិនចូលចិត្តចុងក្រោយបងអស់លះបង់អ្វីដែលខ្លួនចូលចិត្តឧទាហរណ៍ភរិយាខ្ញុំពេលល្ងាចគាត់ចូលចិត្តមើលឧទាហរណ៍ថាវីដេអូភាគចំណែកខ្ញុំចូលចិត្តមើលប្រដាល់ដូច្នេះចំណង់ចំណូលចិត្តពីរហ្នឹងខុសគ្នាបាត់តែខ្ញុំលះបង់អ្វីដែលខ្ញុំចូលចិត្តមានន័យខ្ញុំទុកឱកាសឲ្យគាត់មើលរឿងភាគនៅក្នុងទូរទស្សន៍ចប់ដែលខ្ញុំសម្រាប់មុននេះគឺជាគោលការណ៍យល់ចិត្តយកចិត្តនិងបោះបង់ចោលគ្នាជាចុងក្រោយតើប៉ាមានមតិយោបល់បែបណាសម្រាប់កូនក៏ដូចជាអ្នកមើលដែលគាត់ចង់ថាអូគាត់ចង់ឲ្យមានគ្រួសារគាត់កាន់តែមានសុភមង្គលជាងមុនចំណុចនេះក៏កាន់តែសំខាន់ទី1ខ្ញុំសូមជម្រាបជូនថាក្រុមគ្រួសារទាំងមូលត្រូវតែចេះសន្ទនាគ្នាត្រូវតែចេះប្រស្រ័យទាក់ទងគ្នាដោយប្រើភាសាតែមួយមានន័យថាក្នុងចិត្តយើងចង់ឲ្យក្រុមគ្រួសារយើងរឹងមាំបន្ទាប់មកយើងត្រូវចេះគោរពគ្នាការគោរពគ្នាមានន័យថាមាតាបិតាគោរពគ្នាទៅវិញទៅមកស្វាមីភរិយាមាតាបិតាក៏គោរពកូនដែរបុត្រធីតាដែរមិនមែនគិតថាមាតាបិតាធំជាងមិនគោរពកូនទេគោរពការសម្រេចដ៏ត្រឹមត្រូវរបស់កូនហើយបុត្រធីតាក៏ដូចគ្នាមានន័យថាគោរពមាតាបិតាប្រណិប័តទៅតាមកន្លងធម៌បន្តទៀតយើងត្រូវចេះទទួលស្គាល់ការពិតឧទាហរណ៍នៅពេលបញ្ហាកើតឡើងយើងរកដំណោះស្រាយដោះស្រាយដោយទទួលយកការពិតព្រោះការពិតនៅតែការពិតបន្តមកយើងត្រូវឯករាជ្យខាងប្រាក់សំខាន់ណាស់ឯករាជ្យខាងប្រាក់នេះមានន័យថាយើងមានប្រាក់ចំណូលដែលអាចទ្រទ្រង់ជីវិតគ្រួសារយើងបានខ្ញុំជម្រាបជូននេះមិនមែនឯករាជ្យខាងប្រាក់រហូតដល់ថាមានប្រាក់ចាយមិនអស់មិនមែនទេគឺយើងអាចទ្រទ្រង់បានរស់ទៅតាមសភាពជីវភាពនៃក្រុមគ្រួសារយើងដែលបានជ្រើសរើសបន្ទាប់មកយើងត្រូវចេះដោះស្រាយចំនួនដោយសន្តិវិធីធម្មតាក្រុមគ្រួសារមួយលែងអីនឹងមានប៉ះពាក្យសម្ដីគ្នាដូចជាស្វាមីភរិយាយើងត្រូវដោះស្រាយដោយសន្តិវិធីដោយមិនគុំគួនសម្ដីនេះគឺសំខាន់ណាស់ដាច់ខាតកុំតមសម្ដីនឹងគ្នាឲ្យសោះមានន័យថាឧទាហរណ៍ថាស្វាមីខឹងនឹងភរិយាតែអត់និយាយប្រាប់ថាខ្លួនមិនពេញចិត្តរឿងអីទេចង់ឲ្យភរិយាឆ្វេងយកដូចប្រពន្ធចឹងមុខខ្មៅមុខមាំខំថ្មិញក្រើតហើយជួនកាលភរិយាគាត់ហត់ក្នុងការងារនៅផ្ទះគាត់មិនដឹងទាំងប្តីគាត់ខឹងគាត់ផងដូច្នេះការតមសម្ដីគឺជាជំងឺមហារីកទុកយូរព្យាបាលលែងជារហូតដល់បែកបាក់គ្នាបន្ទាប់មកយើងត្រូវគិតថាឧទាហរណ៍ខ្ញុំសួរយើងមានបញ្ហាហើយលោកអ្នកមានម៉ូតូមួយគ្រឿងហើយម៉ូតូនោះអស់សាំងតើលោកអ្នកចាក់សាំងឬបោះម៉ូតូចោលលោកអ្នកប្រកាសជាចាក់សាំងហើយគ្រួសារក៏ដូចនេះដែរកាលណាយើងមានបញ្ហានឹងគ្នាដូចជាតាទាស់សម្ដីគ្នាយើងត្រូវកែសម្រួលសំខាន់បំផុតអ្នកត្រូវសុំទោសអ្នកខុសឆាប់ណាស់អានោះឆាប់ត្រូវគ្នាវិញណាឧទាហរណ៍ប្រពន្ធគាត់អត់ខុសទេប្តីដែលខុសតែគាត់សុំទោសប្តីដើម្បីអីដើម្បីឲ្យប្តីឆាប់ខឹងឈប់ខឹងរួចប្តីកាលណាប្រពន្ធសុំទោសគឺមានន័យថាគិតតែខ្លួនឯងក៏ខុសដែរដល់ពេលប្រពន្ធសុំទោសក៏ឈប់ខឹងបញ្ហាមួយទៀតឧទាហរណ៍កញ្ចក់ដៃយើងនៅពេលដែលកញ្ចក់ដៃវែងតើយើងកាត់កញ្ចក់ចោលឬកាត់ម្រាមចោលប្រកាសជាកាត់កញ្ចក់ដៃចោលហើយដូច្នេះមានន័យថាចំនួនបញ្ហាក្នុងគ្រួសារយើងអាចដោះស្រាយបានដោយការសម្រុះសម្រួលគ្នាណែលោកអ្នកដឹងទេមានស្វាមីភរិយាខ្លះបានជួបគ្នាដោយសេចក្តីស្រឡាញ់មានន័យថាគាត់ស្រឡាញ់គ្នាហើយទើបរៀបការជួនកាលអាចមាតាបិតាមិនសូវពេញចិត្តផងតែដោយថាឃើញកូនស្រឡាញ់គ្នាហើយគាត់ក៏យល់ព្រមប៉ុន្តែស្វាមីភរិយានោះរស់នៅជាមួយគ្នាបានតែមួយរយៈស្រាប់តែរោគ
រកកលនឹងលែងលះគ្នាដូច្នេះចំណុចនេះអ្នកណាក៏ធ្លាប់ជួបប្រទះដែរយើងត្រូវរកឲ្យឃើញសេចក្តីស្រឡាញ់តើសេចក្តីស្រឡាញ់ពីមុនមកវាជ្រុះបាត់ទៅណានាំគ្នាកាន់ដៃប្រិយប្រពន្ធដើររកសេចក្តីស្រឡាញ់ជ្រុះទៅណាបើឃើញហើយលើកវាឡើងមកវិញលាងទឹកវាស្អាតដាក់វាចូលបេះដូងវិញពេលនោះមានន័យថាប្តីប្រពន្ធលែងតោះគ្នារួបរวมគ្នាវិញបានហើយសូមអរគុណចំពោះការតាមដានទស្សនានិងស្ដាប់ខ្ញុំគិតថាមតិយោបល់ដែលខ្ញុំបានចែករំលែកជូនលោកអ្នកទាំងអស់មិនប្រកាសថាត្រូវទេព្រោះវាដូចខ្ញុំបានជម្រាបជូនមុនអញ្ចឹងវាអាស្រ័យទៅលើស្ថានភាពស្ថានភាពបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗហើយខ្ញុំសង្ឃឹមថាការចែករំលែករបស់ខ្ញុំហ្នឹងលោកអ្នកអាចជ្រើសរើសយកអ្វីដែលត្រូវហើយបោះបង់អ្វីដែលមិនត្រូវហើយលោកអ្នកអាចយកចំណុចដែលត្រូវដែលខ្ញុំបានចែកជូននេះទៅផ្សំធ្វើសង្យោគជាមួយបតិរបស់មនុស្សផ្សេងទៀតដែលបានលើកឡើងដែលលោកអ្នកគិតថាត្រូវដូច្នេះគំនិតពីរយើងអាចបញ្ចូលគ្នាហើយលោកអ្នកនឹងជ្រើសរើសបាននៅដំណោះស្រាយមួយល្អសម្រាប់ជីវិតចា៎ចឹងសម្រាប់ការចែករំលែករបស់ប៉ាខ្ញុំអំពីគ្រួសារធ្វើម៉េចឲ្យមានសុភមង្គលហ្នឹងគឺបានចប់ហើយក៏អរគុណប៉ាម្ដងទៀតក្នុងការចែករំលែកនេះខ្ញុំសង្ឃឹមថាអ្វីដែលគាត់ចែករំលែកនឹងអាចថាជាកំណត់ខ្លះៗដល់អ្នកទាំងអស់គ្នាក្នុងការថាធ្វើម៉េចឲ្យគ្រួសារយើងមានសុភមង្គលពេញលេញអញ្ចឹងអ្វីដែលពួកខ្ញុំចែករំលែកនៅក្នុងវីដេអូនេះគឺជាបទពិសោធន៍ផ្ទាល់របស់ប៉ាហើយក៏ជាអ្វីដែលគាត់តែងតែណែនាំពីបដៅដល់ខ្ញុំអញ្ចឹងខ្ញុំសង្ឃឹមថាបើសិនជាវាមានចំណុចខ្វះខាតបែបណាសូមអ្នកទាំងអស់គ្នាយោគយល់ហើយនឹងអធិស្ឋានចា៎សូមអរគុណ